Ok,សួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូនឹងធ្វើការកែលម្អិត PowerPoint លំហាត់ទី1ឲ្យបងប្អូនអរគ្នាបន្ទាប់ពីពួកយើងបានរៀនអំពីទ្រឹស្ដីអំពីការប្រើប្រាស់កម្មវិធី PowerPoint រួចហើយណាអូខេតោះអញ្ចឹងថ្ងៃនេះលោកគ្រូនឹងធ្វើការបើកកម្មវិធី PowerPoint មកដំបូងគេបំផុតអូខេហើយមើលវាចេញមកវាមិនអូខេអញ្ចឹងពេលចេញមកដល់លក្ខណៈទ្រង់ទ្រាយបែបនេះចំណុចដំបូងដែលពួកយើងត្រូវធ្វើអញ្ចឹងជាធម្មតានៅលើ slide ដំបូងនៅលើបទបង្ហាញរបស់យើងគឺយើងត្រូវប្រាប់គេអំពីចំណងជើងនៃកម្មវិធីរបស់យើងឬក៏ចំណងជើងនៃ topic បទបង្ហាញរបស់យើងថាតើយើងចង់បង្ហាញទៅលើអ្វីអូខេអញ្ចឹងតកតងនឹងទី1កន្លែងនេះគេឲ្យយើង click to add title ហើយជាមួយ subtitle មានន័យថាចំណងជើងនៃបទបង្ហាញរបស់យើងហើយក៏ដូចជាចំណងជើងរងរបស់យើងណាអញ្ចឹងសំណួរសួរតើយើងគួរសរសេរដាក់យ៉ាងម៉េចនៅលើចំណងជើងរបស់យើងហើយតើយើងគួរសរសេរដាក់យ៉ាងម៉េចទៅលើចំណងជើងរងរបស់យើងអូខេតោះអញ្ចឹងចំណុចទី1លោកគ្រូដាក់កន្លែងនេះដំបូងគេលោកគ្រូដាក់សរសេរថាការប្រើប្រាស់កម្មវិធី PowerPoint ណាហើយសម្រាប់ខាងក្រោមលោកគ្រូនឹងសរសេរមកផ្នែកទៀតដាក់ថាបទបង្ហាញដោយអ្នកណាគេឬក៏យើងរចនាដោយអ្នកណាគេណាអូខេតោះឥឡូវតាមដានជាមួយលោកគ្រូដើម្បីធ្វើវាជាមួយគ្នាតោះអញ្ចឹងដំបូងពេលយើងចូលមកគឺយើងត្រូវការបដូរ font សិនដោយសារយើងចង់សរសេរ font ខ្មែរអញ្ចឹងយើងដោវាមកអូខេអញ្ចឹងតម្លាក់មកយើងចង់បាន font ខ្មែរ OS Moonlight ណាអូខេអញ្ចឹងពីច្រើនចំណងជើងយើងសរសេរដាក់ខ្មែរ OS Moonlight ណាអូខេបាទនេះ Moonlight តមកទៀតយើងចាប់ផ្ដើមសរសេរមកគូដូភាសាសិនចឹងយើងចង់បាននេះគេគឺយើងចង់បានសរសេរថាការប្រើប្រាស់ការប្រើប្រាស់កម្មវិធីបាទយើងដកសេអក្សរនេះមក MS PowerPoint បាទអញ្ចឹងយើងតម្លាក់អក្សរនេះការប្រើប្រាស់នេះតម្លាក់មកកម្មឈ្មោះកម្មវិធីមកខាងក្រោមហ្នឹងហើយយើងខាងក្រោមនេះយើងដូរ font ដូចជា font គេបាទ Time New Roman ចេញមកបាទហើយថាយើងចង់ឲ្យពេញយើងអាចសរសេរពេញបានណា Microsoft PowerPoint បាទអូខេយើងដាក់ bold បាទដាក់ឲ្យវាស្អាតចឹងមកអូខេអញ្ចឹងកន្លែងនេះលោកគ្រូអនុញ្ញាតឲ្យបងប្អូនគ្នាអាចប្រើប្រាស់តាមការរចនាពេញចិត្តរបស់យើងណាអញ្ចឹងបើសិនបើយើងចង់ថាអូខេអញ្ចឹងខ្ញុំចង់ត្រូវការប្រើពណ៌អូខេអញ្ចឹងយើងបដូរពណ៌អក្សរទៅជាពណ៌ណាមួយយើងពេញចិត្តទៅឧទាហរណ៍ថាឥឡូវយើងចង់បានពណ៌ខៀវបាទហើយបើចង់ឲ្យមានពីរៀងមានស្រមោលរៀងតិចបងអាចប្រើនេះមួយគេហៅថា text shadow ដែលនៅក្នុងកម្មវិធី Microsoft Word ឬក៏ Power Excel របស់យើងអត់មាន tool ហ្នឹងទេប៉ុន្តែពេលចូល PowerPoint គឺមាន tool ហ្នឹងដើម្បី add shadow មានន័យថាបង្ហាញក្រោយរបស់វាឲ្យមានស្រមោលដើម្បីងាយស្រួលនៅពេលដែលបងធ្វើការបង្ហាញប័ណ្ណបង្ហាញមកវាឃើញរៀងច្បាស់ណាអូខេពេលដាក់មកវារៀងមានច្បាស់បន្តិចណាអូខេអញ្ចឹងកន្លែងចុងក្រោយកន្លែងនេះគេដាក់ថាតើយើងគួរសរសេរគេអូខេអញ្ចឹងកន្លែងនេះលោកគ្រូដាក់ថានេះមកយើងដូរ font វាទៅជាខ្មែរ OS បាទដំបងអូខេអញ្ចឹងគ្រូដាក់សេថាបទបង្ហាញណាអូខេបទសន្ទុះបទបង្ហាញបាទដោយចុច2ដោយអ្នកណាគេអញ្ចឹងយើងសេមកឈ្មោះរបស់យើងមកថាលើសេឈ្មោះមកបាទអូខេអញ្ចឹងកន្លែងនេះបើសិនបើយើងឃើញថាអូខេអញ្ចឹងកន្លែងនេះយើងចង់ឲ្យវាឃើញរឹតតែច្បាស់ទៀតអញ្ចឹងយើងដាក់ bold មកណាតែមិនដាក់ drop shadow ទេអូខេអញ្ចឹងយើងដាក់ឈ្មោះយើងដូរជាពណ៌ខមអញ្ចឹងទៅអូខេបាទអញ្ចឹងយើងហើយមួយអញ្ចឹងតាក់ទងចូលទៅបន្តទៀតនៅក្នុងការងារយើងធ្វើបន្តទៀតបើសិនបើករណីដែលយើងចង់បង្កើត slide ថ្មីឥឡូវយើងមានតែ slide មួយទេអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីបាន slide ថ្មីមួយទៀតគឺយើងចូលទៅត្រង់ទៅកន្លែងណាគឺយើងចុចទៅក្នុងពាក្យថាមួយគឺពាក្យថា new slide នៅខាងក្រោមនេះឬក៏យើងចុចទៅខាងលើនេះប៉ុន្តែគ្រាន់តែពេលដែលយើងដូចលោកគ្រូបានបង្ហាញយើងហើយអញ្ចឹងមានន័យថាបើសិនបើយើងចុចលើពាក្យ new slide ខាងក្រោមនេះវានឹងបង្ហាញទៅលើមានន័យថាជាប្រអប់បាទវាជាប្រអប់ដែលយើងអាចសរសេរអក្សរមានជំរើសទៅតាមដែលយើងពេញចិត្តប៉ុន្តែបើយើងចុចលើ new slide នេះវា automatic វានឹងចេញពាក្យថា title និង content យើង auto មកណាអូខេអញ្ចឹងបើសិនបើយើងអត់ត្រូវការនេះទេយើងអាចចុច new slide ប៉ុន្តែឥឡូវយើងមើលទៅលើលំហាត់របស់យើងតើយើងគួរប្រើមួយណាអូខេអញ្ចឹងយើងមើលទៅអញ្ចឹងលំហាត់ទី1របស់យើង slide ទី1របស់យើងគេឲ្យយើងសរសេរបែបនេះអូខេអញ្ចឹងមានន័យថាកន្លែងនេះយើងមើលទៅលើទម្រង់របស់វាតើវាមានអត់ layout ទម្រង់របស់យើងតើវាមានដែរឬក៏អត់បាទដូចជាអត់មានទម្រង់នៅក្នុងការសរសេរអក្សរបែបហ្នឹងទេ
អញ្ចឹងយើងគួរតែយកពាក្យអីគេគឺយើងយកពាក្យថា blank ដើម្បីយើងអាចធ្វើការគូសប្រអប់ទៅតាមអ្វីដែលយើងពេញចិត្តបានអញ្ចឹងយើងចុចពាក្យ blank មកបាទអូខេពេលចុចពាក្យ blank មកយើងចាប់ផ្ដើមធ្វើការយក insert text box ដើម្បីមកសរសេរបានអូខេអញ្ចឹងយកមួយមកអូខេយើងគូសប្រអប់មួយចេះមកបន្តទៀតយើងចាប់ផ្ដើមធ្វើការអីគេបាទបដូរ font វាបាទទៅយើងបដូរ font វាមកហើយយើងដាក់ទំហំវារៀងធំតិចមកបាទអូខេអញ្ចឹងគូដាក់វា36ចុះណាហើយដាក់ទីតាំងវានៅកណ្ដាលណាដើម្បីងាយស្រួលពេលយើងសេទៅយើងដឹងថានៅកណ្ដាលនៅចំចំណុចកន្លែងណាគេសរសេរពីអីគេដែរ Welcome to Foundation Study Division តោះអញ្ចឹងយើងសេតាមធម្មតារបស់គេចឹងមក Welcome to បាទ to កន្លែងនេះដូចជាគេសរសេរអក្សរធំទាំងអស់អូខេតោះ Foundation Study Division បាទអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការចាក់ពណ៌ដាក់ bold ទៅបាទហើយយើងដោយសារវាធ្លាក់ក្រោមយើងពង្រីកប្រអប់វាធំតិចមកបាទអូខេអញ្ចឹងយើងដាក់វាឲ្យស្អាតតិចមកនៅចំចំណុចកណ្ដាលបាទអូខេហើយយើងកែពណ៌អក្សរអូខេអញ្ចឹងកន្លែងនេះចង់ដាក់ពណ៌អីក៏បានដែរតាមចិត្តយើងណាអូខេតោះអញ្ចឹងយើងបានមួយហើយអញ្ចឹងយើងត្រូវការអាសេគេមួយទៀតអញ្ចឹងយើងសរសេរតាមអញ្ចឹងមកអូខេអញ្ចឹងគ្រាន់ឧទាហរណ៍មកមួយទៀតណាអញ្ចឹងយើងគ្រាន់ធ្វើការគូសវាអញ្ចឹងមកបាទហើយយើងចាប់ដាក់បដូរ font វាបាទអញ្ចឹងយើងដាក់ទំហំឲ្យរៀងធំតិចទៅបាទអូខេអញ្ចឹងកន្លែងនេះគេសេពាក្យស្អីគេដែរគឺសេពាក្យថា computer program បាទអញ្ចឹងយើងសេតាមគេមក computer program អញ្ចឹងយើងព្រីយើងធំតិចដើម្បីអក្សរវាឡើងមកមួយជួរវិញអូខេនេះ36អញ្ចឹងនេះគួរតែ36ដែរណាទំហំវាអូខេអញ្ចឹងយើងដាក់ bold ទៅរៀងក្រាស់តិចដើម្បីងាយស្រួលមើលណាតែមិនមែនយើងប្រើ bold រហូតទេណាអញ្ចឹងសូមចំណាំពីផងណាអូខេអញ្ចឹងយើងកែពណ៌វាទៅយើងឆ្លាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅណាអូខេអញ្ចឹងទាញបរិចវាទាញអីដាក់តាមចង់មកមកយើងចង់សរសេរមួយទៀតយើងគូសមកយើងដាក់នៅខាងនេះមកដាក់ជើងមកដាក់ជើងមកអញ្ចឹងកន្លែងនេះគឺយើងធ្វើការសរសេរគូសទៅតាមនេះឲ្យបានលឿនណាអញ្ចឹងបើចង់ឲ្យលឿនមួយទៀតលោកគ្រូប្រាប់ពីវិធីសាស្ត្រគឺមានថាប្រអប់ហ្នឹងគឺដូចគ្នាដដែលទេអញ្ចឹងយើងគ្រាន់តែធ្វើការគេចុចលើវាមកចុចលើប្រអប់នេះមកយើងចុចពាក្យ copy ហើយយើងយកពាក្យ paste ហ្នឹងវាមកមួយទៀតអញ្ចឹងចាប់ដើមសរសេរនៅនេះមកដាក់វានៅនេះមកគេសេគេចង់សេពាក្យ typing skill ណាបាទអញ្ចឹងយើង select លើអក្សរទាំងអស់ហ្នឹងមកសេមក typing បាទ complete ដាក់នៅកណ្ដាលផងណាគេ typing skill បាទដូរទៅពណ៌អក្សរទៅរួចរាល់បាត់ហើយអញ្ចឹងយើងបានលឿនណាអូខេបាទអញ្ចឹងសេតទៀតមក copy វាទៀតមក copy ផាសបានលឿនអូខេអញ្ចឹងគេដាក់នៅតាណានេះយើងមើលទីតាំងរបស់គេទៅខ្លួនឯងទៅបាទនៅកណ្ដាលបាទអូខេបាទអញ្ចឹងយើងសេតម្រៀបវាតាមលក្ខណៈអញ្ចឹងមកនៅលើ slide ទី1ហ្នឹងអូខេអញ្ចឹងចំណុចទី1គឺគួរចង់ឲ្យយើងរៀនគូសប្រើ text box នៅក្នុងការសរសេរអក្សរហើយចាក់ពណ៌តុបតែងវាឲ្យស្អាតទៅតាមទំនោរបែបចឹងដាក់ទៅតាមទីតាំងណាមួយយើងពេញចិត្តទៅបាទចូលមកដល់ជំហានទី2ត្រង់ slide នេះអូខេអញ្ចឹងត្រង់ slide នេះគឺមានន័យថាកន្លែងនេះគឺអាចនិយាយបានថានេះជា title ហើយនេះជា content ប៉ុន្តែនេះវាមានមកប្រអប់វានៅកន្លែងនេះទៀតអញ្ចឹងរបៀបនៃការសរសេរវាយើងអាចធ្វើការ insert slide មកមួយទៀតមកអញ្ចឹងចូលទៅ slide ទី2យើងចូលទៅក្នុង new slide នៅខាងក្រោមវា complete ណាយើងចុច new slide ខាងក្រោមកុំចុចលើក្រោមដើម្បីជ្រើសរើសទម្រង់អញ្ចឹងគេយកអាពាក្យមួយនេះគឺ content title and content ដើម្បីយើងអាចសរសេរលើចំណងជើងនៅខាងលើនេះបានអូខេអញ្ចឹងគូសុំបរិយាច្បាស់ទីណាអញ្ចឹងន័យថាខាងលើនេះយើងសរសេរចំណងជើងអាខាងក្រោមនេះយើងសរសេរ content វាប៉ុន្តែនៅខាងក្រោមនៅមួយជួរនេះគឺមានអក្សរមួយទៀតអញ្ចឹងអានេះចាំយើងបន្ថែម tick box មួយទៀតដើម្បីគូសឲ្យពង្វល់វាណាអូខេតោះចូលមកអូខេអញ្ចឹងកន្លែងនេះយើងសរសេរដាក់មកដូរ font វាមកថា Roman អូខេគេចង់មកគេ Foundation Study Division បាទសេតាមគេចឹងមក Foundation Study Division បាទអញ្ចឹងយើង select លើវាទាំងអស់ចឹងមកដាក់ bold ហើយដាក់ពណ៌អក្សរតាមគេចឹងទៅអូខេ
ចឹងកន្លែងនេះយើងអាចធ្វើការសរសេរតាមគេចឹង introduction to MS PowerPoint ចឹងបើសិនមកកន្លែងនេះគេចង់បានផ្កាយគេបដូរយើងបដូរកន្លែង bootlet របស់យើងមកជឿរំលឹកមេរៀនរបស់យើងតាំងពី Microsoft Word ពីមកជាងយើងត្រូវការ bootlet ចាជាងបដូរមកអូខេចង់បានកន្លែងនេះផ្កាយបាទហើយយើងសេមកបាទ in បាទតែយើងគេដូរ font ណាបាទយើងដូរ font តាមគេតាម new roman មកអូខេដក clear មួយតិចមក introduction បាទអូខេឧទាហរណ៍ណាយើងសេពេញចឹងមកហើយយើង enter សេទៀតមកណាបាទដក clear enter ចឹងមកដក clear ទៀតមកបាទអូខេតមកទៀតយើងធ្វើការចង់ដាក់អក្សរមកខាងទៀតនៅខាងចេះអញ្ចឹងបើសិនបើយើងដាក់ទៅគឺអត់កើតដោយសារវាប្រឡោះពេញហើយអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីអាចធ្វើការនេះបានគឺយើងធ្វើការពង្រួមប្រអប់ tick box របស់យើងនេះវិញបាទអញ្ចឹងដាក់មកយកចំកន្លែងនេះចុចវាជាប់យើងអូសវាមកខាងនេះមកដើម្បីទុក space ដើម្បីដាក់អក្សរមកខាងទៀតឲ្យយើងខាងនេះណាអូខេអញ្ចឹងចូលដល់កន្លែងនេះលោកគ្រូចង់ណែនាំយើងចេះប្រើបឋមទៀតយើងមើលអក្សរប្រភេទនេះយើងអាចប្រើ tick box ក៏បានយើងប្រើ word art ក៏បានអញ្ចឹងកន្លែងនេះព្រោះយើងចេះប្រើបឋមទៅគឺយើងប្រើ word art ណា insert ហើយយើងយកពាក្យមួយគឺ word art នេះយើងធ្លាប់រៀនហើយ word art ណានៅក្នុងកម្មវិធី PowerPoint Microsoft Word ណាអូខេអញ្ចឹងសេមកគ្រូចូលមួយនេះមកបាទអូខេអញ្ចឹងគេប្រើ font នេះគេ Times New Roman បាទតោះយើងចាប់តាមសេមកMicrosoft PowerPoint បាទសេតាមគេអញ្ចឹងទៅបាទ Microsoft PowerPoint ណាបាទហើយបើយើងចង់ឲ្យវាបាស់ជើងឡើងទៅលើអញ្ចឹង complete នេះមកឲ្យចំវាអញ្ចឹងមកយើងចាប់ដាក់ rotate វាចុចជាប់បវល់វាអូខេដល់ស្មើហើយចាប់ដើមអូខេយើងទាញមកដាក់ឲ្យត្រង់របស់គេចេះមកអូខេអញ្ចឹងបើសិនមកកន្លែងហ្នឹងបើសិនបើយើងឃើញថាវាអត់នេះទេវាធំពេកអញ្ចឹងយើងបន្ថយ font ខ្លួនឯងណាអូខេយើងបន្ថយ font មកបាទអូខេយើងដាក់ត្រឹមប៉ុណ្្នឹងមកបន្ថយទៀតមកបាទអូខេបាទអានេះវាជា style របស់យើងណាតុបតែងវាខ្លួនឯងឲ្យស្អាតចឹងបាទអូខេអញ្ចឹងកន្លែងនេះគូណែនាំឲ្យប៉ុណ្ណឹងបន្តមកទៀតដូចជា slide បន្តទៀតគឺតកតងនឹងជាមួយកន្លែងនេះកន្លែងនេះគឺដូចជាអត់មានអីខុសគ្នាទេបាទដូចជាអត់មានខុសគ្នាទេអញ្ចឹងគូណែនាំឲ្យយើងស្គាល់ពីនៅក្នុងការ title content ដូចគ្នាតែមិញហ្នឹងបាទអញ្ចឹងយើងចុច new slide មកយើងយក title and content ហើយវាបានជាលោកគ្រូចង់បាន title content ដោយសារយើងមើលរៀនចេះមើលកន្លែងក្នុងជាមួយកន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះគេដាក់អីគេបាទគឺគេដាក់អាចដាក់ថា word art ឬក៏រូបភាពដែលនៅក្នុងប្រអប់សរសេរអក្សររបស់យើងណាហើយខាងនេះគឺមាន content របស់យើងបាទអញ្ចឹងកន្លែងនេះយើងសរសេរមកយើងចុចមួយទៀតមកបាទគឺយើងយកអីគេគឺយើង title and content អញ្ចឹងតកតងនៅកន្លែងនេះបើសិនបើយើងគិតថាអូខេ content នេះខ្ញុំចង់បាន word art អក្សរនេះវា word art ហើយរូបភាពអូខេអញ្ចឹងយើងអាចធ្វើការលុបចុចកន្លែងនេះមកយើងត្រូវការតែ content នេះអញ្ចឹងយើងលុប title បានបញ្ហាជាសិទ្ធិរបស់យើងប៉ុន្តែបើថាអូខេខ្ញុំអត់ត្រូវការខ្ញុំចង់ត្រូវទុកអាហ្នឹងដើម្បីសេអូខេអញ្ចឹងយើងសេតាមធម្មតាមកថាលើគេដាក់គេពាក្យថាសូមស្វាគមន៍អញ្ចឹងយើងដូរ font មកខ្មែរ OS Mula អូខេអញ្ចឹងដាក់មកសូមបាទសូមស្វាគមន៍បាទសូមស្វាគមន៍អញ្ចឹងទៅបាទហើយយើងចង់កែពណ៌អក្សរកែអីយើងអាចចូលមកកន្លែងformat នេះកន្លែង style របស់យើងណាយើងអាចជ្រើសរើស word ជា word art style ក៏បានដែរបាទអូខេចេញមកបានដូចគ្នាបាទអូខេ slide មួយណាយើងដាក់មួយទៅណាអូខេអញ្ចឹងតកតងទៅជាមួយនឹងរូបភាព logo អីគឺវាអាស្រ័យទៅលើយើងខ្លួនឯងណាអញ្ចឹងយើង insert logo មក picture បាទនៅក្នុង download របស់លោកគ្រូអូខេអញ្ចឹង logo នេះយើងធ្លាប់មានរួចហើយ logo របស់ Pacer របស់យើងណាអញ្ចឹងយើងដើររករូបរបស់យើងមកអូខេចាំតិចបាទនេះអញ្ចឹងគូ insert មកបាទអញ្ចឹងកន្លែងនេះវានៅក្នុងនេះគឺអត់មានវាអត់មាន square text ទេណា
chứ những ai cũng vô viên máu và cái xong đón tiền đó để sao những đặt mai dương trộn lại ní vì insert nó bị lộ bạt chứ những đặt mai dương là cả cài thì vậy chạy bôi là cả cài để ạt máu hay chừng như chạy lực biệt thá picture ở những cho từ không đông download bằng của mình download cái chân của quay nó FS đi và quay áp chính này ok ok đặt chân máu và chân lại nó là xin một việc cả này việc bắt up content bao nhiêu thôi chân ta sẽ mua số ra tới tới thương mại và cứ mấy cốc bia đấy dương dương vô layout này các bạn ở đây việc bắt này chân lấy bật xem một việc bắt up anh hà chứ những anh cũng tịch bọc môi máu và cũng tịch bọc môi máu thấy dương chập đam đặc biệt trận máu và dương sẽ so máu tham như roman trong không riêng thôn đi tới và ok giống như đại kia dương bơ bài kia thằng nặng computer đó chứ chúng ta máy OS lên đó thằng nặng computer và thằng nặng computer chụp máu luật bà đó ok giống như enter mùi máu tỏ giống như chấp đâm đặt bụt lẹt về giống chuyện bụt lẹt máu chọn màn lẹt hết ná và ok tỏ giống như chấp đâm xây được máu cái font về tới computer basic agent tới ok giống như cái font về máu đặt về cái khám Euroman chứ ông lên á cái computer basic đấy là enter ok computer basic using Windows nè ok using Windows enter English create typing skill bạn ok chân của ô thọp và nó bàn tay dân mưa tới là so nó đi hiện tỏ hiện tuổi nó chứ những ai sẽ để thưa tùm không mà so nó đi thông thì các bạn này đó okay. Nhưng đặt tùm không mà so nó đi thông đi tới hỏi dân đặt cùng liệt ở so nó về đi mình click cùng liệt chua với hiện ngay việc miền tỉnh chứ những ra lại này đóคือยังปลา line spacing cái đặt mua chụp pram cho tức khi hiện miền cùng liệt clip clear và thì lại những độ clear môi tới và ok chứ như xe so tới tam đằng nát xem bờ mưa tới dương hiện off dương ai cái thôi font về mình font size về nè ok chân kẹt tôn tây chúng mình rút thiệt ở đây là forward ở dưới hay dương thời gian copy ví dụ đặt mưa nè đó xongรับลมพัดไหลจ้องไม่ไหลนี่หรือฟูกระถางมีประมาณนี้chân dương trịchเลยcái vì thường hỏi dương trôi từ nông cái nhú slide đó và trôi từ căn nhú slide hỏi dương chập đang xe máu so cho nó chưa máu và ta cầm thì PowerPoint thì ấy kế hay lại này so thì cái đấy cứ dưới từ xe này không content này bây giờ ở thời ca bút lên tới dương lục chào hay dương từ xe so thỏm nào nè ok chân của video cần nắng kế tệ tôn này trong chúng cái lại ní cứ viên miền thẹp bò mà chân thẹp bò này cho slide tham mấy tiết đây chân cho slide tham mấy tiết dưới có vô cái thải thoát anh content này và chân lại ní những xe cho nó chưa máu và tag lại ní những trong đặt thẹp bò chân trong bỏ ní viên miền lo hay dân đặt thẹp bò này chân làm bay đặt thẹp bò bán những quả chân như insert thẹp bò này máu chân những rọt mới thật tác cái thời ca rô của màn column của màn chân những rụm lập media làm về máu chân bên đây thật column chuột số chùm một pí chuột đấy chùm một màn muối pí mấy bốn gram và mùi và chứ đặt chân nó bên đây là phần lấm chùm một pí rối chùm một và mùi và ok check in ok chấn lại nếu những ai tiên nhưng mà càng nhật máu ai xin được thà ok trong thời ca ở phía riêng kho qua việt nam ok chứ những tệ tôn tê chùm mùi năng thép bò style về dương á thép bò layout về dương những đôi với máu riêng trong man style với ná những đại việt tạm trận tận cái ô thô ta lớp chọn mạng và ok
OK ហើយបើសិនបើគេថាអូខេកន្លែងនេះគឺអត់មានដូចជាអត់មានheader ទេអញ្ចឹងនៅក្នុងរបស់យើងវាមាន header ពណ៌ខ្មៅនេះអញ្ចឹងយើងអាចដោះ tick កន្លែងមួយនេះបានណាឲ្យហើយយើងយកពាក្យដោះ tick កន្លែង header នេះមកលែងមានហើយអូខេហើយយើងសេអក្សរនេះមក select ឲ្យវាអញ្ចឹងមកដូរ font វាទៅជាគេខ្មែរខ្មែរ OS con បាត់ដំបងណាបាទអូខេហើយយើងសេអញ្ចឹងទៅបាទអូខេអញ្ចឹងនេះគូណែនាំឲ្យប៉ុណ្្នឹងហើយយើងអាចធ្វើការសេវា design ឲ្យស្អាតទៅតាមទម្រង់របស់យើងអញ្ចឹងទៅណាអូខេតកតងទៅមួយចំណុចចុងក្រោយកន្លែងនេះគឺមានន័យថាវាជាការដែលយើងសរសេរខ្លួនឯងអូខេអញ្ចឹងកន្លែងនេះ shape ហើយកន្លែងនេះរូបភាពហើយកន្លែងនេះអក្សរមានប្រអប់មាន shape មានអីចឹងទៅអញ្ចឹងគូសូមណែនាំចុងក្រោយយើងចុចលើពាក្យ new slide ដូចគ្នាអញ្ចឹងកន្លែងនេះគឺយើងយក blank ណាឬក៏យើងយក title only កន្លែងនេះយើងយក title only ដើម្បីគេយើងអាចសរសេរចំណងជើងខាងលើនេះបានកៅហ្នឹងគឺទំនេរស្អាតដើម្បីពូកអានេះប្រអប់តាមតម្រូវចិត្តរបស់យើងណាអូខេអញ្ចឹងយក title only ចេះមកបាន slide ទៀតហើយយើងសរសេរមកដាក់អីគេកន្លែងហ្នឹងថ្នាក់កុំព្យូទ័ររដ្ឋបាលអញ្ចឹងទៅអូខេណាកែ font កែអីទៅហើយតកតងទៅជាមួយនឹងកន្លែងនេះគឺ shape អូខេយើងចាប់ដើមដាក់រូបកាយមកបាទផ្កាយនេះអូខេយើងតុបតែងវាខ្លួនឯងអីខ្លួនឯងអញ្ចឹងទៅស្រឡាញ់មួយណាដាក់ទៅណាអូខេហើយតកតងទៅជាមួយនឹងចំណុចកន្លែងរូបនេះគឺយើងអត់បាច់ទៅរកណាឆ្ងាយទេនៅក្នុង Office របស់យើងគឺវាមានកម្មវិធីមានគេហៅមួយគឺ insert យើងចូលមកកន្លែងពាក្យមួយគឺពាក្យថា smart art ណាអូខេclip art សុំទោសណា clip art បាទនេះចុច clip art មកហើយយើងចុចនៅកន្លែងនេះយកពាក្យថាមើលថាវា tick all អត់បាទ all អញ្ចឹងត្រូវហើយយើងចុចដើមសេមកយើងចុច go មកវាចេញឲ្យយើងនេះដើររករូបនៅតាណាចេះរកមើលវាមកបាទរកវាមួយអញ្ចឹងទៅណាអូខេចាំបន្តិចអូខេអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការយករូបមួយណាមកប្រើក៏បានដែរមកហើយយើងយករូបនេះចោះណាអញ្ចឹងបើចុចវាមួយមកវាចេញឲ្យយើងហើយបាទអញ្ចឹងយើងពង្រីកវាធំតិចទៅបើយើងចង់បានពណ៌យើងដូរពណ៌មក color វា recolor ទៅជាពណ៌ឲ្យផ្សេងទៅណាឃើញទេបាទអូខេបាទតមកទៀតយើងត្រូវការអីគេសរសេរអក្សរប្រអប់នេះតើគេយើងសរសេរ insert មកច្រឡំសំទុះយើងចូលមកហូមវិញយក text box មកសេមកគូសដាក់នៅក្រោមនេះមកអូខេហើយកែ font វាទៅជាគេ Times New Roman គុំដាក់ bootlet របស់យើងមកនេះដក clear តិចមកហើយសេអក្សរតិចមក enter អូខេឧទាហរណ៍ណាអូខេហើយសេស្អាតឲ្យត្រឹមត្រូវមកអូខេហើយតាក់ទងមួយ shape មួយទៀតយើងយកឲ្យគេ shape គេនេះបាទពុះវាមកអូខេស្រឡាញ់ពណ៌យើងដូរពណ៌វាតាមតម្រូវចិត្តរបស់យើងទៅអូខេបាទអូខេអញ្ចឹងមកគេត្រូវការស្មើទៀតយើងអីគេនេះរបស់យើងណា shape effect ហើយយើងយកពាក្យអីគេ reflection របស់យើងមកបាទគេវាមានមកឲ្យយើងអូខេតាមចិត្តរបស់យើងណាយើងស្រឡាញ់មួយណាដាក់វាខ្លួនឯងអូខេបាទតោះតកតងនឹងបន្តមកទៀតគឺចំណុចចុងក្រោយគឺយើងទៅសេអានេះណានេះគួរប្រអប់នេះប្រអប់ហ្នឹងគឺយើងចាប់ដើមគូស shape មកបាទ shape ហើយយើងចាប់ដើមទៅសេអក្សរចូលទៅក្នុងនេះដូរ font វាមកបាទកន្លែងនេះគឺមានន័យថាយើងទៅសេអក្សរចូលទៅក្នុងប្រអប់ text box របស់យើងហ្មងណាអូខេអញ្ចឹងយើងសេមកមកយើងសេចឹងទៅអូខេដាក់មកល្មមមក select វា font រឿងធំទៅពេលយើងសេហើយយើងចង់អីគេដូរ style shape របស់យើងទៅជា shape អីវិញក៏បានដែរតាមចិត្តណាអូខេអញ្ចឹងយើងចង់បវលនេះបាទហើយបាទទាញខ្ញុំដាក់
អូខេអញ្ចឹងលំហាត់ហ្នឹងគឺលោកគ្រូកែយើងមកប៉ុណ្ណឹងដើម្បីជាការចាប់ផ្ដើមនៅក្នុងការប្រើប្រាស់កម្មវិធី Microsoft PowerPoint ណាចេះសង់តារាងចេះ add text ឬក៏សរសេរអក្សរបន្ថែមចូលទៅក្នុងកម្មវិធី PowerPoint របស់យើងណាអញ្ចឹងសូមអនុវត្តលំហាត់នេះឲ្យបានទាំងអស់គ្នាបាទអូខេអរគុណ